ដើម្បីទទួលបានវីដេអូថ្មីៗប្រចាំថ្ងៃសូមចុច Subscribe និងចុចសញ្ញារូបកណ្ដឹងសូមអរគុណបាទជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបានឈៀងមកដល់ទីវត្តអារាមដែលព្រះសង្ឃលោកកំពុងធ្វើពលកម្មបងប្អូនគឺលោកឈូសឆាយដីដើម្បីធ្វើសួនដាំផ្កាហើយខ្ញុំក៏បានមករយៈលោកបន្តិចមុនដែលខ្ញុំបានឡើងទៅលើភ្នំទៅមើលកន្លែងព្រះបរិនិព្វានហើយនេះបងប្អូនឃើញហើយប្រសង់សាមណេរតូចលោកកំពុងធ្វើការខ្លះទៅក៏ជំរះដីខ្លះទៅក៏សម្អាតទីធ្លាវត្តការងារវិខុសាមណេរធ្វើរាំងហត់បន្តិចហើយបងប្អូនឥឡូវនេះខ្ញុំនាំបងប្អូនមកមើលរូបព្រះនិព្វានព្រះអង្គបរិនិព្វានធំបងប្អូនហើយខ្ញុំស្ងើចអ្នកប្រកែស្ទូចឡើងមកលើណាព្រះអង្គមិនមែនទូចទេបងប្អូនហើយទងន់រឹបតោនហើយថ្មដាំទៀតហើយមិនដឹងធ្វើកាលពីឆ្នាំណាឆ្នាំណីទេអានេះខ្ញុំដើរមកខ្ញុំឃើញងាកទៅឃើញនៅលើនោះទៅគឺខ្ញុំឈប់ឈៀងមកឃើញព្រះសង្ឃលោកកំពុងបោសសម្អាតទីធ្លាអារាមវត្តហើយក៏បានឃើញព្រះពុទ្ធរូបធំទៅក៏សួរលោកថាអាហ្នឹងអីគេដែរគុណចាស់លោកថាហ្នឹងកន្លែងព្រះបរិនិព្វានហើយសួរលោកថាកណាអាចឡើងទៅលើមើលបានទេលោកថាទៅបានតើញោមមិនអីដោះថ្នឹបជើងបានម៉ាំងប្រូចមកលើបងប្អូនហើយនេះសម្បូរមកព្រួតណាបងប្អូនអើយនៅតាមរន្ធថ្មបងប្អូនសម្បូរព្រួតមែនទែនគ្រាន់តែនៅខាងក្រោយរូបព្រះព្រួតឡើងមិនចេះតិចទេបងប្អូនអើយ 4-5 កន្លែងវាធ្វើនៅក្នុងរន្ធថ្មនិយាយពីយំឡើងកហឹមពេញនឹងឯងប៉ុន្តែខ្ញុំអត់បានបើកសន្លេងoriginal វីដេអូនេះឲ្យបងប្អូនស្ដាប់ដោយសារខ្ញុំនិយាយទៅអត់ច្បាស់នៅក្នុងហ្នឹងនេះបងប្អូនអើយមើលព្រះពុទ្ធរូបប្រពន្ធណានៃបងប្អូនអើយធំណាស់ហើយគេចងទងសាសនាពីលើដើម្បីធ្វើជាបិតាណាបងប្អូនហើយដោយសារឮគុណចាស់លោកថាខ្វះខាតនៅនេះអត់សូវមានញាតិញោមទេហើយម្សិលហ្នឹងបានមហូបមួយស្រាក់អីប៉ុណ្ណឹងឯងបានចង្ហាន់មួយស្រាក់មកប្រគេនព្រះសង្ឃអញ្ចឹងហើយព្រះសង្ឃនៅទីនេះក៏តិចញាតិញោមក៏ស្បើយអត់សូវមានអ្នកមកវត្តមកអីទេហើយការកសាងនោះក៏មិនបាញ់និយាយដល់ដែរបើអត់មានញាតិញោមមកវត្តផងហ្នឹងបាទអញ្ចឹងហើយមានតែព្រះសង្ឃលោកនៅស្ងប់ស្ងាត់មែនទែនបងប្អូនហើយញាតិញោមក៏សុទ្ធតែអ្នកធ្វើស្រែធ្វើដំណាំអញ្ចឹងអត់មានពេលមកវត្តហើយតិចតួចទៀតមនុស្សនៅទីនេះរស់នៅតិចណាស់បងប្អូនហើយនេះខាងក្រោយនេះគឺកន្លែងគុណចាស់ថាគេដាក់ឆ្អឹងដាក់ធាតុអ្នកភូមិអីដែលស្លាប់បងប្អូនហើយនេះសុទ្ធតែផ្ទាំងថ្មបងប្អូនបានឃើញហើយផ្ទាំងថ្មឡើងទៅលើអត់រួចទេហើយនេះនៅទ្វារខាងក្រោយនេះកន្លែងគេដាក់ធាតុដាក់ឆ្អឹងបងប្អូនមានអ្នកស្លាប់អ្នកអីទៅគេយកមកទុកនៅខាងក្រោមនឹងឯងបើទ្វារយើងបិទតែឈ្មោះអីទៅណាបាទនឹងខ្ញុំសួរគុណចាស់នៅនឹងហើយនេះអត់សូវបានមានអ្នកសម្អាតអ្នកអីត្រឹមត្រូវទេបងប្អូនហើយដោយសារញាតិញោមក៏អត់មានអ្នកមកវត្តដែរហើយព្រះសង្ឃក៏នៅតែ5អង្គ6ព្រះអង្គសាមណេរតូចមានតែលោកគ្រូចាអធិការទេដែលលោកមានបច្ចុប្បន្នច្រើនហើយនេះដែលខ្ញុំកំពុងថតសង្កូវហ្នឹងគឺខ្ញុំថតនៅកន្លែងព្រួតបងប្អូនធំណាស់នៅក្នុងនោះហើយមេវាឡើងច្រើនបងប្អូនអើយបាទក្រឃើញក៏ញាក់សាច់ដែរនៅហ្នឹងហើយនេះរន្ធថ្មបងប្អូនតែនេះក៏កន្លែងព្រួតនៅដែរកន្លែងមករោមកន្លែងព្រួតណាបងប្អូនច្រើនមែនតើនៅនោះយំឡើងគិលពេញហ្នឹងហើយខ្ញុំខ្លាចវាតិចដែរខ្ញុំមិនហ៊ានទៅចិត្តវាហើយនៅខាងមុខនោះក៏សម្បូរព្រួតដែរបងប្អូនហើយបាទហើយនេះប្របាទព្រះអង្គបងប្អូនហើយធំជាងខ្ញុំទៀតប្របាទហ្នឹងអានឹងកាមេរ៉ាខ្ញុំស៊ូមបងប្អូនបាទហើយវីដេអូមានប៉ុណ្្នឹងឯងបាទអរគុណច្រើន